សួស្តីអ្នកទាំងអស់គ្នានេះគឺជារឿងសីតាមារដូវកាលទី3នៃភាគទី3យើងបន្តទៀតហើយមុននឹងចូលទៅដល់ការសម្រាយរឿងរបស់ខ្ញុំអ្នកទាំងអស់គ្នាកុំភ្លេចបើកនៅសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនិងដើម្បីឲ្យ admin មានកាហ្វេញ៉ាំពេលព្រឹកផ្ដើមសាច់រឿងមកយើងក៏បានឃើញថាមាន Zombie Man ហើយនិង Dr. Channel ពួកគាត់កំពុងតែនិយាយពិភាក្សាគ្នានៅភ្លាមៗនោះដែរស្រាប់តែ Zombie Man ក៏មានបំណងចង់សម្លាប់នឹង Dr. Channel នោះដោយ Zombie Man ធ្វើការយកពូថៅបំរុងនឹងពុះកណ្ដាលក្រយៅរបស់ Dr. Channel ហើយនោះប៉ុន្តែត្រូវបាន Dr. Channel និយាយថាឯងសម្រាប់យើងមកចោះពីព្រោះយើងពុំមានអ្វីត្រូវរស់នៅបន្តទៀតនោះទេដោយសារតែយើងបានខិតខំប្រឹងប្រែងកន្លងមកវាប្រែជាគ្មានន័យតតែសោះដោយសារតែមានបុរសម្នាក់ដែលគេខ្លាំងជាងយើងឆ្ងាយណាស់ពីព្រោះគេមានសមត្ថភាពនិងមានធម៌ពលដ៏អស្ចារ្យលើសមនុស្សទាំងអស់ឬដូចនេះ Zombie Man ក៏បញ្ឈប់នៅទង្វើរៀបនឹងសម្លាប់ Dr. Channel នោះហើយក៏បានសួរទៅកាន់ Dr. Channel ថាតើនរណាដែលធ្វើឲ្យ Dr. Channel បាក់ទឹកចិត្តដល់ថ្នាក់នេះ Dr. Channel ក៏បានប្រាប់ទៅកាន់ Zombie Man ថាគេម្នាក់នោះគឺជាបុរសដែលមានក្បាលត្រងោលដែលគេមានធម៌ពលខ្លាំងក្លាលើសពីមនុស្សធម្មតាហើយគេបានបំផ្លាញកន្លែង House of Rosen របស់យើងក្នុងពេលតែមួយប្រពេចភ្នែកនិងបានកំចាប់ជាមួយនឹងកូនបិសាចយើងដែលខ្លាំងដែលជាបិសាចដែលយើងបង្កើតឡើងដោយខ្លួនឯងនោះបិសាចនោះវាខ្លាំងណាស់វាអាចកំទេចជាមួយនឹងទីក្រុងមួយបានប៉ុន្តែនៅពេលដែលវាជួបជាមួយនឹងសៃតាមាវាក៏បានត្រូវសៃតាមាសម្លាប់វាចោលបាត់ទៅ Zombie Man នៅតែបន្តសួរទៅកាន់ Dr. Channel ថាតើបុរសម្នាក់នោះខ្លាំងប៉ុណ្ណាទៅហេតុអ្វីបានជាលោកហ៊ានអះអាងថាគាត់ពិតជាខ្លាំង Dr. Channel ក៏បានប្រាប់ទៅកាន់ Zombie Man ថាគាត់ឈ្មោះថាសៃតាមាគាត់បានខិតខំវឹកវើនខ្លួនឯងតាំងពីគាត់នៅមានសក់រហូតដល់គាត់ក្បាលត្រងោលនិងទទួលបានធម៌ពលដ៏ខ្លាំងក្លាដែលខុសពីពពួក Hero និងពពួកបិសាចដែលអ្នកខ្លះកើតមកជាមួយនឹងធម៌ពលដ៏ខ្លាំងក្លាឯអ្នកខ្លះទៀតកើតមកជាមួយនឹងសមត្ថភាពតាំងពីកំណើតពួកគេទាំងអស់នោះពុំបាច់ខំប្រឹងខ្លាំងក្លានោះទេគ្រាន់តែមានចិត្តគំនិតការតស៊ូការអត់ធ្មត់តែប៉ុណ្ណោះធ្វើឲ្យពួកគេមានធម៌ពលដ៏ខ្លាំងក្លាលើសមនុស្សទាំងពួងតែឯសៃតាមាវិញគេពុំបាច់ខិតខំប្រឹងប្រែងនោះទេគេកើតមកជាមនុស្សធម្មតាហើយគេគ្រាន់តែវឹកហាត់និងមានចិត្តចង់ជួយអ្នកដទៃតែបន្តិចបន្តួចសោះគេស្រាប់តែក៏មានកម្លាំងដ៏ខ្លាំងក្លាលើសមនុស្សទាំងអស់យើងកាត់មកខាងការ៉ូវិញនៅពេលនោះការ៉ូវាកំពុងតែប្រយុទ្ធជាមួយនឹងបិសាចចង្រិតនិងបិសាច King Reaper នៅពេលនោះដែរបិសាច King Reaper ក៏បានបើកការវិវហាជាមួយនឹងការ៉ូមួយស្មើដោយវាពុំបានឲ្យបិសាចកន្លាតចូលមកជួយវាស្រួលៗទេគឺវាចង់វាយមួយស្មើតែជាមួយការ៉ូប៉ុណ្ណោះប៉ុន្តែដោយឃើញថាបិសាច King Reaper ពុំអាចយកឈ្នះវាបានវាក៏មកជួយហើយដាក់ការ៉ូមួយដៃធ្វើឲ្យការ៉ូត្រូវប៉ាងទៅឆក់ជាមួយខ្សែភ្លើងនៅពេលនោះដែរការ៉ូក៏បានហក់ត្រឡប់មកវិញនិងធ្វើការបើកការវិវហាទៅកាន់ពួកវីទាំងពីរទៀតត្រង់នេះបង្ហាញថាការ៉ូពិតជាខ្លាំងណាស់នៅពេលដែលការ៉ូត្រូវបានខ្សែភ្លើងឆក់ហើយប៉ុន្តែគាត់នៅតែមានលំនឹងដូចធម្មតាប៉ុន្តែយើងក្រឡេកមកមើលបិសាចទាំងពីរនោះវិញវាពេលនេះកំពុងតែមានការត្រូវរបួសនិងការហត់ជាខ្លាំងការ៉ូឃើញពួកវាដូច្នេះហើយការ៉ូក៏បានសើចទៅកាន់ពួកវាថាពួកឯងនេះពិតជាកំសាកហើយអន់មែនតែនគ្រាន់តែយើងម្នាក់សោះពួកឯងក៏យកឈ្នះយើងមិនបានផងនៅពេលដែលការ៉ូនិយាយមើលងាយពួកវាបែបនេះធ្វើឲ្យពួកវាខឹងជាមួយនឹងការ៉ូជាខ្លាំងពេលនោះការ៉ូក៏បានកាច់ធ្មេញឲ្យបាក់ហើយការ៉ូក៏បានផ្ទាត់វាចេញទៅខាងក្រៅធ្វើឲ្យធ្មេញនោះទៅប៉ះនឹងដីហើយធ្វើឲ្យដីកហុងនៅពេលដែលឃើញបែបនេះបិសាចទាំងពីរនោះពិតជាមានអារម្មណ៍ថាភ័យជាមួយនឹងការ៉ូខ្លះៗដែរពេលនោះបិសាចយហួយក៏បានចាប់ជាមួយនឹងក្មេងប្រុសថារីអូយកមកគំរាមការ៉ូដើម្បីឲ្យការ៉ូបែកអារម្មណ៍ក៏ដោយសារតែការ៉ូធ្លាប់វាយវាធ្វើឲ្យវាប៊ីស្លាប់ប៊ីរស់ម្ដងមួយរួចមកហើយនៅពេលដែលឃើញបែបនេះការ៉ូក៏បានស្រែកឲ្យវាឆាប់ដោះលែងក្មេងប្រុសនោះភ្លាមពីព្រោះថាគេពុំបានពាក់ព័ន្ធជាមួយនឹងរឿងទាំងអស់នេះនោះទេពេលនោះបិសាច King Reaper ក៏បានធ្វើការលួចវាបហាទៅកាន់ការ៉ូនិងធ្វើការកាប់ការ៉ូជាច្រើនកំបិតពីក្រោយខ្នងក៏ធ្វើឲ្យបិសាចនោះមានអារម្មណ៍ថាភីងពេញមុខនៅពេលដែលចាត់ការការ៉ូហើយពួកគេក៏នាំថារីអូទៅកន្លែងសមាគមបិសាច
កាត់មកខាងផ្ទះរបស់សៃតាម៉ាវិញពេលនោះចេនណូកំពុងតែយកចិត្តទុកដាក់មើលឃីងបាញ់ហ្គេមក៏ដោយសារតែចេនណូគិតថាសៃតាម៉ានិងឃីងពួកគាត់ខ្លាំងបែបនេះប្រហែលមកពីការបាញ់ហ្គេមនឹងហើយចេះតែមានហ្មងចេនណូពេលនោះបានធ្វើឲ្យឃីងបានត្រឹមតែកាំងជាមួយនឹងចេនណូតែប៉ុណ្ណោះប៉ុន្តែចេនណូនៅពេលដែលមើលហើយគាត់ក៏មានអារម្មណ៍ថាវាពិតជារញ៉េរញ៉ៃខ្លាំងណាស់ហើយក៏ធ្វើឲ្យឃីងឆ្ងល់ជាមួយនឹងចេនណូតែចេនណូគិតថាការលេងហ្គេមធ្វើឲ្យចេនណូខ្លាំងបែបនេះនៅពេលនោះសៃតាម៉ាក៏ត្រឡប់មកផ្ទះវិញពេលនោះឃីងនិងបមជាមួយនឹងចេនណូក៏បានសួរសៃតាម៉ាថាសៃតាម៉ាត្រូវបានអ្វីវាយប្រហារមែនទេបានជាសៃតាម៉ាមានរបួសនិងមានឈាមបែបនេះប៉ុន្តែសៃតាម៉ាពុំទាន់ឆ្លើយនឹងពួកគេនោះទេប៉ុន្តែសៃតាម៉ាកំពុងតែឆ្ងល់ថាហេតុអ្វីបានជាឃីងនិងបមមិនទាន់ត្រឡប់ទៅផ្ទះទៀតពេលនោះបានត្រឹមតែធ្វើឲ្យឃីងនិងបមមានការភ័យជាមួយនឹងសៃតាម៉ាជាខ្លាំងពីព្រោះគាត់ចង់នៅលេងទៅនេះឲ្យបានយូរជាងនឹងបន្តិចពួកគេក៏បានសួរទៅកាន់សៃតាម៉ាថាហេតុអ្វីបានជាសៃតាម៉ាមើលទៅដូចជាមានឈាមប្រឡាក់ពេញអាវបែបនេះតើហេតុអ្វីទៅនៅពេលនោះដែរសៃតាម៉ាក៏បានប្រាប់ទៅពួកគេវិញថាគាត់បានបាត់កាបូបលុយនៅកន្លែងហាងដែលគាត់ចូលទៅបរិភោគនោះហើយគាត់តាមរកវាពុំឃើញនោះទេដូច្នេះហើយបានជាគាត់មានអារម្មណ៍ថាអស់កម្លាំងបែបនេះហើយនៅពេលដែលឮសៃតាម៉ានិយាយបែបនេះភ្លាមធ្វើឲ្យពួកគេពិតជាកាំងជាមួយនឹងសៃតាម៉ាជាខ្លាំងហើយសៃតាម៉ាបានប្រាប់ពួកគេមួយទៀតពេលនោះដែរគាត់បានឃើញជាមួយនឹងបុរសម្នាក់ដែលវាស៊ីហើយវារត់ចេញពីហាងដែលមិនឲ្យលុយអ្នកលក់នោះទេហើយគាត់ក៏បានដេញតាមវាដោយភ្លេចយកទាំងថង់បន្លែយកមកទៀតនៅពេលដែលឮសៃតាម៉ានិយាយថាគាត់ភ្លេចបែបនេះចេណូក៏បានរត់ទៅយកថង់ប៉ុន្តែត្រូវបានបែងខាត់នៅពេលនោះដែរហ្វូប៊ូគីក៏មករកសៃតាម៉ាហើយបានស្ដីឲ្យសៃតាម៉ាជាខ្លាំងពេលនោះចេណូឃើញបែបនេះចេណូក៏បានថាឲ្យនាងថាហេតុអ្វីបានជានាងមករកគ្រូរបស់យើងទៀតហើយចេណូនៅតែបន្តស្ដីឲ្យនាងជាខ្លាំងដោយសារតែនាងមិនព្រមនៅផ្ទះសោះនៅពេលនោះដែរសៃតាម៉ាក៏បានត្រូវហ្វូប៊ូគីស្ដីបន្ទោសដាក់គាត់ជាខ្លាំងដោយសារតែសៃតាម៉ាបានញ៉ាំហើយបោកឲ្យនាងចេញលុយពេលនោះហ្វូប៊ូគីក៏បានយកជាមួយនឹងថង់បន្លែយកមកផ្ញើសៃតាម៉ាវិញដោយសារតែសៃតាម៉ាបានភ្លេចនៅហាងនោះឯងសៃតាម៉ាក៏បានអរគុណទៅកាន់ហ្វូប៊ូគីដែលបានយកថង់យកមកឲ្យគាត់វិញប៉ុន្តែហ្វូប៊ូគីបាននិយាយថាលោកឯងត្រូវតែសុំទោសនាងដោយសារតែលោកឯងបានធ្វើខុសគឺសៃតាម៉ាបានទុកនាងចោលហើយក៏ឲ្យនាងចេញលុយតែម្នាក់ឯងទៀតនៅពេលដែលឮហ្វូប៊ូគីនិយាយបែបនេះហើយសៃតាម៉ាក៏បានសុំទោសតាមអ្វីដែលនាងឲ្យគាត់សុំទោសនោះនៅពេលនោះដែរចេណូស្រាប់តែមានអារម្មណ៍ថាដូចជាមានសត្រូវនៅខាងក្រៅចេណូក៏បំរុងនឹងចេញទៅធ្វើការបើកការវាយប្រហារជាមួយនឹងថាមពលដែលនៅខាងក្រៅនោះប៉ុន្តែបែរនិយាយថាឯងពេលនេះមានរបួសខ្លាំងណាស់ប្រសិនជាចេញទៅប្រហែលជាមានរបួសធ្ងន់ធ្ងរខ្លាំងជាងនឹងទៅទៀតលើដូច្នេះហើយចេណូក៏បានឲ្យឃីងចេញទៅចាត់ការអាបិសាចនោះទៅគ្រាន់តែលើបែបនេះភ្លាមឃីងពិតជាភ័យណាស់ដោយសារតែឃីងគឺជាមនុស្សម្នាក់ដែលពុំចេះអ្វីទាំងតែសោះហើយការឡើងរ៉េងម្ដងរ៉េងអេសរបស់ឃីងនេះដោយសារតែសៃតាម៉ាតែប៉ុណ្ណោះគឺនៅពេលដែលសៃតាម៉ាសម្លាប់បិសាចឃីងតែងតែនៅក្បែរជាមួយនឹងសៃតាម៉ាហើយសៃតាម៉ាតែងតែចេញទៅបាត់ទៅហើយនៅពេលដែលអ្នកសារព័ត៌មានមកឃើញឃីងដែលឃើញឃីងនៅក្បែរនឹងសัตว์ចម្លែកបែបនេះគេក៏គិតថាឃីងជាអ្នកសម្លាប់ទៅវិញតសាច់រឿងយើងទៀតពេលនោះឃីងក៏បាននាំជាមួយនឹងមនុស្សយន្តម្នាក់បានចូលមកក្នុងផ្ទះសៃតាម៉ានៅពេលនោះដែរធ្វើឲ្យចេណូឆ្ងល់ជាមួយឃីងជាខ្លាំងគាត់ក៏បង្រត់នឹងវាយប្រហារប៉ុន្តែអ្នកដែលបើកមុខនោះគឺជាដុកទ័រខូស៊ីណូដែលជាអ្នកជួយជីវិតចេណូនោះឯងនៅពេលនោះដែរដុកទ័រខូស៊ីណូក៏បានសួរទៅកាន់ចេណូថាតើឯងមករស់នៅទីនេះសុខសប្បាយទេនៅពេលដែលលើអ្នកដែលបានជួយជីវិតខ្លួននិយាយបែបនេះចេណូក៏បានប្រាប់ទៅគាត់វិញថាពេលនេះគាត់សុខសប្បាយទេហើយគាត់ថែមទាំងរកបានគ្រូមួយដែលជួយបង្ហាត់បង្រៀនខ្ញុំដ៏ខ្លាំងប៉ុណ្នេះទៀតផងប៉ុន្តែតាមយើងមើលទៅដូចជាតែតាម៉ាបានជួយអីចេណូផងហ្នឹងនៅពេលនោះដែរដុកទ័រខូស៊ីណូក៏បានអរគុណទៅកាន់សៃតាម៉ាហើយបានរៀបរាប់ពីប្រវត្តិរបស់ចេណូប្រាប់ទៅកាន់សៃតាម៉ាជាច្រើនធ្វើឲ្យសៃតាម៉ាមានអារម្មណ៍ថាពិតជាក្រញាញ់ខួរមែនតើនៅពេលនោះចេណូក៏បានមកសប្រាប់ខូស៊ីណូថាលោកគ្រូរបស់ខ្ញុំគាត់មិនចូលចិត្តស្ដាប់អ្វីដែលវែងឆ្ងាយនោះទេ
គឺគាត់ចូលចិត្តស្ដាប់សាច់រឿងរបស់អ្នកណាក៏ដោយសង្ខេបតែប៉ុណ្ណោះពេលនោះដុកទ័រ Cousino ក៏បានអរគុណទៅកាន់សៃតាម៉ាហើយគាត់ក៏បានយកជាមួយនឹងបន្ទះសាច់មួយប្រអប់យកមកឲ្យសៃតាម៉ាដើម្បីឲ្យសៃតាម៉ាធ្វើការបរិភោគនៅពេលដែលឃើញដុកទ័រ Cousino គាត់ចិត្តល្អបែបនេះគ្រាន់តែមកលេងតែម្ដងសោះថែមទាំងយកសាច់មកផ្ញើគាត់បែបនោះសៃតាម៉ាក៏បានប្រែប្រួលទឹកមុខនិងទទួលគាត់យ៉ាងរាក់ទាក់ជាទីបំផុតនៅពេលដែលសៃតាម៉ាធ្វើបែបនេះវាក៏ប៉ះពាល់ទៅកាន់អារម្មណ៍ហ្វូបូគីដែរក៏ដោយសារនាងក៏ធ្លាប់មកទីនេះជាញឹកញយប៉ុន្តែមិនដែលទទួលបានការស្វាគមន៍ពីសៃតាម៉ាដោយពេញចិត្តបែបនេះនោះទេនៅពេលនោះពួកគេក៏ចង់នៅទីនេះហើយហ្វូបូគីនិយាយថាសាច់នេះបើយកទៅស្ងោរវាប្រហែលជាមិនឆ្ងាញ់នោះទេនាងចង់ឲ្យសៃតាម៉ាយកវាទៅធ្វើអ្វីវិញប៉ុន្តែសៃតាម៉ាបានប្រាប់នាងថាខ្ញុំស្ងោរខ្ញុំជាអ្នកស៊ីវាតែប៉ុណ្ណោះយ៉ាងម៉េចពួកនាងចង់ស៊ីដែរមែននៅពេលនោះសៃតាម៉ាក៏បានដេញពួកគេឲ្យត្រឡប់ទៅផ្ទះវិញយើងកាត់មកខាងសមាគមបិសាចវិញពេលនោះបិសាច Kyotaro ក៏បានសួរទៅកាន់បិសាច King Reaper និងអាបិសាចកន្លាតថាតើពួកឯងបានធ្វើយ៉ាងម៉េចហើយជាមួយនឹង Garo ពួកគេក៏បានប្រាប់ទៅកាន់បិសាច Kyotaro ថាGaro នេះមិនសមជាសមាគមបិសាចនោះទេពីព្រោះពួកគេគ្រាន់តែចូលទៅសួរនាំគេប៉ុណ្ណោះគេបែរជាបើកការវាយប្រហារមកកាន់ពួកគេទាំងពីរនាក់វិញនៅពេលដែលឮអាបិសាចពាក្យនេះប្រាប់ទៅកាន់បិសាច Kyotaro បែបនេះហើយបិសាច Kyotaro បែរជាមិនជឿពួកវានោះទេហើយក៏បានឲ្យពួកវានិយាយការពិតប្រាប់មកកាន់គាត់ដោយឮមេបិសាច Kyotaro និយាយបែបនេះវាក៏បានប្រាប់តាមត្រង់ទៅកាន់វាថាការ៉ូនេះមិនស័ក្តិសមធ្វើជាសមាគមរបស់បិសាចនោះទេដោយសារតែការ៉ូនេះមានមិត្តជាមនុស្សហើយថែមទាំងមានមនោសញ្ចេតនាជាមួយនឹងពពួកមនុស្សទៀតមាត់វានិយាយថាចង់សម្លាប់ហេរ៉ូប៉ុន្តែការពិតវាមិនដែលបានសម្លាប់ហេរ៉ូណាបានម្នាក់នោះទេហើយខ្ញុំក៏បានសម្លាប់អាការ៉ូនោះចោលបាត់ទៅដោយខ្ញុំធ្វើការកាប់ជាច្រើនកន្លែងពីក្រោយខ្នងរបស់វាខ្ញុំគិតថាវាប្រហែលជាស្លាប់បាត់ហើយលោកម្ចាស់ដោយលើអាបិសាចទាំងពីរនេះនិយាយបែបនេះបិសាច Shuro គាត់ក៏ពុំបានថាអ្វីឬក៏ដាក់ទោសអ្វីទៅកាន់ពួកវានោះទេគាត់បាននិយាយទៅកាន់ពួកវាថាមិនអីនោះទេបើឯងសម្រាប់ការ៉ូយើងមានតែរោគអ្នកថ្មីមកជំនួសការ៉ូតែប៉ុណ្ណោះហើយ Shuro ក៏បានសួរទៅកាន់ពួកវាថាចាប់ក្មេងម្នាក់នោះមកធ្វើអីអាបិសាច King Reaper ក៏បាននិយាយទៅកាន់បិសាច Shuro វិញថាគាត់ចង់យកក្មេងនេះមកលេងដើម្បីជាល្បែងកម្សាន្តតែប៉ុណ្ណោះនៅពេលដែលឮអាបិសាច King Reaper និយាយបែបនេះបិសាច Shuro គាត់ពុំបានសប្បាយចិត្តនោះទេដោយសារតែគាត់បាននិយាយទៅកាន់ពួកវាថាគាត់មិនចង់ឲ្យបិសាចទាំងអស់នៅលេងសើចសប្បាយនោះទេដោយសារតែនៅបន្តិចទៀតនេះអាចនឹងមានសង្គ្រាមជាមួយនឹងពពួកហេរ៉ូនិងពពួកបិសាចហើយដូច្នេះហើយសូមឲ្យពួកឯងប្រឹងប្រែងក្នុងការវឹកហាត់វិជាគុណឲ្យកាន់តែខ្លាំងនិងមានសមត្ថភាពខ្លាំងក្លាខ្លាំងជាងពពួកហេរ៉ូទៅទៀតដើម្បីធ្វើសង្គ្រាមជាមួយនឹងពួកគេនៅជាក់ស្ដែងនេះពួកយើងមានជាមួយនឹងបិសាចដែលមានកម្លាំងនិងថាមពលដ៏ខ្លាំងក្លាជាច្រើនក៏ប៉ុន្តែពួកយើងក៏មិនអាចមើលងាយជាមួយនឹងពពួកហេរ៉ូបានដែរដោយសារតែពពួកហេរ៉ូក៏មានជាមួយនឹងសមត្ថភាពដ៏អស្ចារ្យយើងកាត់មកមើលជាមួយនឹងនិនចាទាំងពីរនេះវិញវាកំពុងតែវឹកហាត់វិជាគុណដើម្បីត្រៀមប្រយុទ្ធជាមួយនឹងពពួកហេរ៉ូតាមសមត្ថភាពរបស់ពួកវាសម្បត្តិត្រឹម Hero Rank S ក៏មិនមែនជាដៃគូរបស់ពួកវាដែរដោយពួកវាទាំងពីរនេះពិតជាខ្លាំងហើយថែមទាំងមានសមត្ថភាពនិងមានប្រាជ្ញាអស្ចារ្យទៀតផងនៅពេលនោះក៏មានជាមួយនឹងបិសាច Krasila ដែលវាបានបឺតឈាមជាមួយនឹងបិសាចគ្នាវាដើម្បីសម្លាប់ចោលក៏ព្រោះថាវាចង់បឺតឈាមដើម្បីបន្ថែមនៅធម្មពលឬក៏កម្លាំងដល់វាដើម្បីឲ្យវាមានកម្លាំងកាន់តែខ្លាំងប៉ុន្តែក៏មានជាមួយនឹងពពួកបិសាចជាច្រើនបានតវ៉ាដោយសារតែការធ្វើបែបនេះគឺខុសច្បាប់បិសាចយើងកាត់មកមើលជាមួយនឹងបិសាចឆ្មាវិញពេលនេះវាបានទៅដោះលែងអ្នកទោសហើយបានបំលែងពួកវាឲ្យខ្លាចទៅជាពពួកបិសាចហើយពួកអ្នកទោសទាំងនោះពិតជាសប្បាយចិត្តខ្លាំងណាស់ពួកវារងចាំតែថ្ងៃសងសឹកជាមួយនឹង Hero Rank S ឈ្មោះថា Puring ដែលបានចាប់វាយកមកឃុំបែបនេះនៅពេលនោះដែរអាបិសាច King Reaper ក៏បាននាំក្មេងប្រុស Thario យកទៅឃុំឃាំងហ
ហើយក៏បានជួបជាមួយនឹងបិសាច G5 វាក៏សួរទៅកាន់បិសាច G5 ថាតើឯងបានស្រមមុខនេះមកពីណាបិសាច G5 ក៏បានប្រាប់ទៅកាន់បិសាច King the Reaper ថាគឺខ្ញុំបានសម្លាប់ជាមួយនឹង hero ម្នាក់ដែលវាហ៊ានប្រហើនចូលមកកន្លែងនេះនៅពេលនោះដែរបិសាច King the Reaper ក៏បានចាប់ក្មេងប្រុស Thario មកឲ្យជួបជាមួយនឹងក្មេងប្រុសដែលជាកូនអ្នកមានកាលពីវគ្គទី1នៃ season ទី3នោះពួកគេជួបគ្នាហើយក៏បានណែនាំឈ្មោះឲ្យគ្នាស្គាល់ទៅវិញទៅមកប៉ុន្តែដោយសារតែក្មេងប្រុសម្នាក់នោះគាត់ឃ្លាននៅពេលនោះគាត់ក៏បានសុំក្មេងប្រុសនោះឲ្យមានអ្វីឲ្យគាត់ញ៉ាំបន្តិចមកដោយសារតែគាត់ជាប់នៅទីនេះជិត1ថ្ងៃទៅហើយពួកបិសាចពុំបានឲ្យអ្វីមកគាត់ទាល់តែសោះធ្វើឲ្យគាត់ឃ្លានជាខ្លាំងហើយក៏អ្នកមាននោះក៏បានឲ្យក្មេងប្រុស Thario បើឯងព្រមធ្វើជាកូនចៅរបស់យើងនឹងជួយឯងឲ្យរួចផុតពីកន្លែងឃុំឃាំងនេះដោយសារតែយើងគឺជាកូនអ្នកមានហើយឪពុករបស់យើងគឺជាអ្នកដែលបានជួយជាមួយនឹងសមាគម Hero ដោយផ្ដល់ជាលុយកាក់ប្រាក់កាសជាច្រើននៅពេលនោះបិសាចសារាយសមុទ្រក៏បាននិយាយទៅកាន់ពួកវាទាំងពីរនាក់ថាយើងថ្លង់ពួកឯងខ្លាំងណាស់ឲ្យពួកឯងស្ងាត់ខ្លះទៅនៅពេលនោះដែរកូនអ្នកមានក៏បានស្រែកទៅកាន់វាថាឯងចាប់ដោះលែងយើងភ្លាមបើឯងមិនដោះលែងនោះទេប្រយ័ត្នស្ដាយក្រោយប្រយ័ត្នតែប៉ាយើងបញ្ជូនជាមួយនឹងពពួក Hero ឲ្យមកសម្លាប់សមាគមបិសាចរបស់ឯងនៅពេលដែលឮក្មេងប្រុសនេះវាមានសម្ដីក្អេងក្អាងបែបនេះបិសាចសារាយសមុទ្រវាក៏បានប្រាប់ទៅកាន់ពួកវាថាយើងបង្កើតឡើងសម្រាប់សម្លាប់ Hero នឹងហើយ Hero rank S ម្នាក់ក៏បានត្រូវគ្នាយើងសម្លាប់បាត់ដែរគឺជា Hero ត្រៃណៃនោះឯងប៉ុន្តែកូនអ្នកមានវាមិនស្គាល់អ្វីនោះទេវាដឹងថាវាគឺជាកូនមហាសេដ្ឋីវារស់នៅដេកស៊ីស្រួលដូច្នេះហើយវាមិនគិតអ្វីទាំងអស់វាក៏បានប្រាប់ទៅកាន់ក្មេងប្រុស Thario ថាយើងនឹងជួយឯងចេញពីកន្លែងឃុំឃាំងនេះវាធ្វើឲ្យបិសាចសារាយសមុទ្រវាពិតជាខ្ពើមនឹងសម្ដីរបស់ក្មេងប្រុសជាកូនអ្នកមាននោះជាខ្លាំងដោយវាមានជាមួយនឹងពពួកបិសាចដែលមានលំដាប់រ៉េងខ្ពស់ជាច្រើនដែលនៅកំពុងតែសង្ងំវឹកហាត់វិជ្ជាគុណក្នុងការធ្វើការសម្លាប់ជាមួយនឹងពពួក Hero និងគំតិចជាមួយនឹងទីក្រុងបំផ្លាញជាមួយមនុស្សជាតិហើយថែមទាំងគ្រប់គ្រងជាមួយនឹងផែនដីនេះទៀតដោយគ្រាន់តែលើបែបនេះធ្វើឲ្យក្មេងប្រុស Thario និងក្មេងប្រុសអ្នកមាននោះមានការភ័យខ្លាចជាខ្លាំងយើងកាត់មកមើលការរវិញទោះបីជាគាត់មានរបួសពេញខ្លួនប៉ុន្តែគាត់នៅមិនទាន់ស្លាប់នោះទេរឿងសៃតាម៉ាស៊ីសនទី3វគ្គទី3ក៏បានមកដល់ទីបញ្ចប់ចឹងអ្នកនរគ្នាកុំភ្លេចចាំទស្សនាជាមួយនឹងរឿងសៃតាម៉ានៅភាគបន្តទៀតគឺវគ្គ4ខ្ញុំនឹងធ្វើការកាត់វគ្គនោះជា2ចំណែកដូច្នេះហើយជាចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចចុចកត់សញ្ញាកណ្ដឹងនិងឲ្យមេដាយ comment លេងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូឲ្យអ្នកគ្នាទស្សនាទៀត